គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ CH Auto បងប្អូនទាំងអស់គ្នាសម្រាប់ស្តុកដែលបងប្អូនទាំងអស់គ្នាបានឃើញ Lexus GS 300លើកមុននេះបងខាងប្អូនទើបតែរៀបចំហើយបាទហើយភ្លាមគឺបញ្ញាប់ថតចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីបាទពិនិត្យមើលទាំងអស់គ្នាតែម្ដងសម្រាប់ភិនភាគរថយន្តដែលនៅខាងមុខបងប្អូននេះគឺត្រូវម៉ាច់តែម្ដងសម្រាប់បងទាំងអស់គ្នាដែលកំពុងតែមានតម្រូវការស្វែងរករថយន្តប្រភេទ Sedan ទាបបាទបើកបរជាលក្ខណៈគ្រួសារផ្នែកខាងក្នុងទូលាយល្មមសម្រាប់សមាជិកគ្រួសារល្មមបងនៅខាងមុខបងប្អូននេះគឺជារថយន្ត Lexus GS 300ឆ្នាំ2006ប៉ុង1 full option តែម្ដងបងសម្រាប់ភិនភាគឡានមួយគ្រឿងនេះគឺជាប្រភេទឡានម្ចាស់ដើមទី1តែម្ដងបាទតម្លាក់មកតាមទូកុងតឺន័រឆ្នាំ2019បងចាប់ផ្លាកលេខក៏ឆ្នាំ2019ដែរបងផ្លាកលេខមុខក្រោយឆ្នាំ2019សិនតែម្ដងអត់ទាន់មានប្រវត្តិផ្លាស់ប្ដូរផ្លាកលេខអីទេបងធានាជូនបងជាប្រភេទភិនភាគឡានមូលតលតែម្ដងបងទាំងគ្នាអាចសម័យមើលបានបាទផ្លាកលេខតាំងពីឆ្នាំ2019គាត់បើកបរអត់មានកពិតអត់មានវាចវចផ្លាកលេខអីទេបងនៅសំណុំខ្លាំងមែនតែនម្ចាស់ដើមប្រើប្រាស់ថែខ្លាំងបងសម្រាប់ភិនភាគឡានមួយគ្រឿងនេះបងតសើទៅដល់ម្ចាស់ឡានមែនតែនដែលគាត់បាទបើកផ្លាកលេខ original 2019មកបងអត់តន់កពិតអត់តន់ត្រូវការជន់ថ្មីអីទេបងអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះភិនភាគគឺបងអាចទុកចិត្តបានខាងប្អូនធានាជូនបាទចាននៅលើសំបុត្រស្នាមតែម្ដងធានាជូនទៅលើករណីបុកប៉ះកាត់តស្ងោបដូរពណ៌បងបើខុសពីភិនភាគគឺរាប់លុយជូនបងទាំងអស់គ្នាមិនឲ្យខ្វះមួយកាក់ម៉ាស៊ីនវិញទេបងទាំងគ្នាបើយើងនិយាយពីការលេងរថយន្តវិញម្ចាស់ដើមទី1គឺអត់សំចៃដៃទេបងអាចកលេចមើលចង្គៀងគុជចំនួន2គ្រាប់បាទនៅផ្នែកខាងមុខនេះបានគឺបំពាក់ដោយចង្គៀងគុជដែលល្អមែនតើបងពេលយប់គឺភ្លឺច្បាស់ខ្លាំងបាទសម្រាប់ចង្គៀងគុជហើយមកតង់ហើយគឺម្ចាស់រថយន្តបាទគឺលេងចាន់ក៏ដូចជាសម្បកទាំង4គ្រាប់ទៀតបងរថយន្តមួយគ្រឿងនេះបងទិញយកទៅប្រើប្រាស់គឺអត់មានត្រូវការចំណាយទៅលើការតុបតែងអីទៀតទេបងហើយមួយចប់តែម្ដងបងសម្រាប់ option ផ្នែកខាងក្រៅនៃ Lexus GS 300មួយគ្រឿងនេះគឺមាន sensor មួយជុំតែម្ដងអញ្ចឹងបងអាយ៉ៃឡានចេញចូលបាទចំណតអីមួយគឺ sensor នេះផ្ដល់ជំនួយទៅកាន់ពុកម៉ែបងប្អូនគ្នាច្រើនមែនតើមិនថាអាយ៉ៃទៅមុខអាយ៉ៃថយក្រោយបាទសម្រាប់បងដែលដៃថ្មីអីគឺមានអត្ថប្រយោជន៍ច្រើនបងជួយដល់ការបើកបរបានច្រើនបងផ្នែកខាងក្រៅមាន sensor មួយជុំបើយើងក៏លេចមកមើលផ្នែកខាងក្នុងវិញមាន option សម្រាប់បម្រើពុកម៉ែបងប្អូនគ្នាច្រើនមែនតើមានទាំងប៊ូតុងសម្រាប់សេរីកញ្ចក់ឆ្វេងស្ដាំបាទប៊ូតុងសម្រាប់បើកកម៉ោផ្សាំងបាទបើកផ្នែកគូតខាងក្រោយបងនិយាយដល់ទ្វារទី5ជាប្រភេទទ្វារបើទៀតផងបងទាំងគ្នាទាំងគ្នាអត់តន់អស់ទេសម្រាប់ចកោតបងមិនមែនជាប្រភេទបាទទាញចុះឡើងទេគឺជាប្រភេទម៉ូទ័រប្រើភ្លើងបងអាចសេរីឡើងលើចុះក្រោមឆ្វេងស្ដាំបានតាមចិត្តទាំងអស់ហើយសម្រាប់កញ្ចក់វិញប៊ូតុងសម្រាប់សេរីបិទបើកកញ្ចក់ក៏នៅនឹងស្រាប់ដែរបងចុចតែមួយឆ្វាច់បិទកញ្ចក់ហើយយើងចង់បើកកញ្ចក់គ្រាន់តែចុចលើនឹងវិញបើកកញ្ចក់ភ្លាមតែម្ដងបាទងាយស្រួលមែនតើគឺនៅនឹងទាំងអស់តែម្ដងបើយើងក៏លេចទៅមើលប្រព័ន្ធសុវត្ថិភាពវិញរថយន្តមួយនេះគឺបានបំពាក់មកជាមួយពងសុវត្ថិភាពចំនួន10បងផ្នែកខាងលើតាបឡូមួយបាទផ្នែកជង្គង់មួយក៏ដូចជាផ្នែកខាងក្រោយនេះពាក់មកពងមួយទៀតហើយសម្រាប់ផ្នែកខាងលើនេះមានពងសុវត្ថិភាពមួយទៀតបងមកខាង4គឺ8បងចំណែកពងផ្នែកខាងក្រោយវិញបាទកៅអីផ្នែកខាងក្រោយទាំងពីរហ្នឹងគឺមានពងសុវត្ថិភាពថែម2ទៀតបងអញ្ចឹងពងសុវត្ថិភាពទាំងអស់គឺ10តែម្ដងបងចំណុចពិសេសគឺនៅត្រង់នេះតែម្ដងបាទរថយន្តមួយគ្រឿងហ្នឹងគឺបានបំពាក់មកជាមួយនឹងបាទប្រព័ន្ធកៅអីបងមានកម្ដៅត្រជាក់សងខាងតែម្ដងបងអាច set នៅតាមនឹងបានមិនត្រឹមតែប៉ុណ្្នឹងទេរថយន្តមួយនេះគឺបានបំពាក់មកជាមួយនឹងកៅអីបងអាចចុចម៉ូទ័រទាញចុះឡើងបានបាទទាំងសងខាងតែម្ដងផ្នែកខាងមុខនេះចំណុចដែលធ្វើឲ្យរថយន្ត Lexus GS 300មួយគ្រឿងនេះស័ក្តិសមសម្រាប់បងប្រើប្រាស់ជាលក្ខណៈគ្រួសារគឺរថយន្តមួយគ្រឿងនេះគឺមានបើកដំបូលថែមទៀតផងបងអញ្ចឹងបងដែលមានកូនទូចគឺត្រូវមកចៃបងអាចបើកដំបូលបានបងទាំងគ្នាបើយើងកលេចទៅមើលផ្នែកខាងក្នុងវិញបងអាចចាប់អារម្មណ៍ទៅលើសាច់ស្បែកពុកបានបាទលេខកូដគឺនៅមួយជុំសាច់ស្បែកពុកនៅតាមជញ្ជាំងទ្វារបងអាចពិនិត្យមើលបានធានាជូនបងឲ្យបងរថយន្តមួយគ្រឿងនេះគឺជាប្រភេទសំណុំតែម្ដងបាទទាំងខ្ចៅខ្ចងនៅតាមដៃទ្វារក៏អត់មានប្រវត្តិដោះសោយដែរបង
បាទផ្នែកខាងក្នុងវិញគឺខាងបងអូនបានបំពាក់ទៅដោយកម្រាល VIP បងទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយហើយសម្រាប់ផ្នែកស្បែកពុកវិញបងស្បែកពុកគឺមានការ custom មកគឺស័ក្តិសមជាមួយនឹងពណ៌ផ្នែកខាងក្រៅបាទបងគ្រាន់តែកលេចមកឆ្វាច់រថយន្តនេះគឺ premium តែម្ដងផ្នែកខាងក្នុងម្ចាស់ដើមគឺបានតុបតែងអត់សំចៃដៃទេបងមិនត្រឹមតែផ្នែកខាងមុខហ្នឹងទេបងផ្នែកខាងក្រោយក៏អញ្ចឹងដែរកម្រាល VIP គឺដាក់ទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយហើយបើបងប្អូនអ្នកគ្នាចាប់អារម្មណ៍បងអាចកលេចមកមើលបាទសាច់ស្បែកកាមញីនៅតាមដំបូលនេះបានម្ចាស់ដើមទី1ពីឆ្នាំ2019មកដល់ឆ្នាំ2026បងសាច់ស្បែកពុកកាមញីផ្នែកដំបូលគឺអត់មានប្រឡាក់បាទឆ្កូតក៏ដូចជាបាទរហែកនៅតាមផ្នែកណាមួយទេបងហើយសម្រាប់សាច់ស្បែកពុកនៅតាមកៅអីទាំង3ខ្លែបនៅផ្នែកខាងក្រោយវិញបងផ្នែកខាងក្រោយនេះអត់សូវមានអ្នកអង្គុយហ្មងទេបងគឺភាគច្រើនអង្គុយតែផ្នែកខាងមុខទេបាទសាច់ស្បែកពុកធានាជូនបងកៅអីទាំង3ខ្លែបនៅផ្នែកខាងក្រោយនេះគឺអត់មានដាច់រហែកសម្បីតែមួយខ្លែបណាទេបងធានាជូនជាប្រភេទភិនភាគដែលប្រើប្រាស់ដោយម្ចាស់ដើមទី1តែម្ដងបងចាប់អារម្មណ៍អាចមកពិនិត្យនៅទីតាំងជាក់ស្ដែងបានបងនាជូនជាប្រភេទឡានស្អាតបងទាំងគ្នាសម្រាប់ផ្នែកខាងក្នុងនៃរថយន្តមួយគ្រឿងហ្នឹងគឺថ្មីមែនតើបងអាចកលេចមកមើលបាទសាច់ស្បែកនៅតាមដៃចង្កូតក៏ដូចជាបាទអេក្រង់ display នៅផ្នែកខាងមុខប្រព័ន្ធប្រអប់លេខបងចង្កឹះលេខគឺអត់មានបាក់បែកសម្បីតែមួយខ្លែបណាទេសម្រាប់ control display នៅផ្នែកខាងមុខវិញបាទគឺនៅទាំងអស់តែម្ដងបងថ្មីខ្លាំងមែនតើអត់មានឆ្កូតបាក់បែកអីទេទាំងតាបឡូក៏ដូចគ្នាដែរបងធានាជូនបងភិនភាគឡានគឺនៅថ្មីខ្លាំងអ្វីដែលសំខាន់ហ្នឹងបងសម្រាប់ space ផ្នែកខាងក្នុងរថយន្តមួយគ្រឿងនេះបងទាំងគ្នាសមាជិកគ្រួសារត្រឹម4នាក់គឺស៊ីផុយតែម្ដងបងផាសុកភាពខ្ពស់មែនតើបងទាំងគ្នាផ្នែកខាងក្រៅផ្នែកខាងក្នុងក៏ដូចជាប្រព័ន្ធ option បាទគឺបានរាយរាប់ជូនបងទាំងគ្នារួចជាស្រេចអស់ហើយនៅតែផ្នែកប្លុកម៉ាស៊ីនទេបងផ្នែកប្លុកម៉ាស៊ីនបងអាចកលេចមកមើលបាទសាច់ដែកនៅផ្នែកប្លុកម៉ាស៊ីនបានបងគឺអត់មានឡោកសំបីតែបន្តិចណាទេសាច់ប្លុកម៉ាស៊ីនគឺនៅថ្មីមែនតើបាទសាច់ថ្នាំខាងមុខកាយ៉ៅបងលេខកូដគឺនៅមួយជុំតែម្ដងធានាជូនបងអត់មានបាត់សំបីតែមួយគ្រាប់ណាទេបងផ្នែកប្លុកម៉ាស៊ីននេះសាច់ខ្ចៅខ្ចងគឺនៅថ្មីខ្លាំងមែនតើទាំងសាច់កតែម៉ាស៊ីនក៏ដូចគ្នាដែរបងអ្វីដែលសំខាន់នោះគឺខ្ចៅខ្ចងនៅតាមដំបូលគឺអត់មានប្រវត្តិដោះសំបីតែមួយគ្រាប់ទេបងខ្ចៅ original តែម្ដងធានាជូនបងគឺជាប្រភេទភិនភាគឡានម្ចាស់ដើមទី1អត់មានដូរដៃកាត់ឈ្មោះទៅណាទេបងម្ចាស់ដើមទី1ប្រើប្រាស់ថែខ្លាំងមែនតើសម្រាប់រថយន្តមួយគ្រឿងនេះបងទាំងគ្នាផ្នែកគូតខាងក្រោយចំពោះរថយន្តស៊ីដានល្មមបងគិតថាបាទមានលក្ខណៈទូចចង្អៀតអត់អាចដាក់អវ៉ាន់ផ្នែកគូតខាងក្រោយបានច្រើនមែនអត់បងអាចកលេចមកមើលផ្នែកគូតខាងក្រោយរថយន្ត GS 300មួយគ្រឿងនេះបានបាទគឺជ្រៅខ្លាំងមែនតើបងដាក់អវ៉ាន់គឺបានមកឆ្ងាញ់តែម្ដងវ៉ាលីត្រឹម2អីបងដាក់បានមកឆ្ងាញ់បងហើយវ៉ាន់ដាក់បានច្រើនហើយអ្វីដែលសំខាន់នោះបាទខ្ចៅនៅតាមទ្វារទី5ផ្នែកគូតខាងក្រោយហ្នឹងអត់មានប្រវត្តិដោះទៅណាទេបងអត់មានស្នាមដោះទេធានាជូនបងគឺជាប្រភេទឡានសំណុំខ្លាំងមែនតើបាទបងអ្នកគ្នាបើសិនជាបងចាប់អារម្មណ៍បាទបងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែដែលខាងបងបានដាក់នៅលើ caption ហ្នឹងបងឬមួយក៏បងមានចម្ងល់អ្វីបន្ថែមបងអាចធ្វើការ inbox មកកាន់ Facebook page បងបាន Facebook page ផ្លូវការ CHO Auto ហ្នឹងបងហើយសម្រាប់លក្ខខណ្ឌនៃការទិញលក់វិញមានជូនបងច្រើនមែនតើបងចង់ទិញជាលុយសុទ្ធក៏បានបងចង់បង់រំលោះខាងបងក៏មានដៃគូប្រឹក្សាដែរបងអាចធ្វើការ inbox មកកាន់ Facebook page ដើម្បីសាកសួរបន្ថែមបានឬមួយក៏បងបាទមានរថយន្តចាស់ចង់មកវាយដូរស៊េរីបងអាចធ្វើការ inbox មកកាន់ Facebook page បងបានដូចគ្នាបងអរគុណច្រើនមែនតើបងសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់ជួបគ្នានៅក្នុងវីដេអូអំពីបាទការបង្ហាញរថយន្តស្តុកក្រោយៗទៀត